បងប្អូននេះម៉ោង7:25 នាទីព្រឹកបាទថ្ងៃទី12ខែមេសាឆ្នាំ2024បាទគណៈពេលនេះគឺគេហៅព្រះតនគរកំពុងតែយាងចរពីទិសខាងកើតហើយយាត្រាទៅកាន់ទិសខាងលិចយើងកំពុងតែនៅបឹងសារាយបងប្អូននេះគឺជាទស្សនវិជ្ជាបឹងសារាយនៅសងខាងផ្លូវហ្នឹងគឺថាទឹកជ្រៅណាហ្នឹងដូចជាបន្លាយអញ្ចឹងបន្លាយជុំវិញបឹងអញ្ចឹងទឹកជ្រៅហើយបន្លាយនេះគឺសម្រាប់ផ្គត់ផ្គង់ទឹកទៅដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើប្រាំងនៅអមសងខាងបន្លាយនឹងឯងបាទនេះគឺនេះទស្សនវិជ្ជាបឹងនេះបងប្អូននេះជុំវិញបងប្អូនមើលទៅព្រៃហ្នឹងគឺសិតតែបឹងហើយអានេះបឹងសារាយដល់ពេលទៅខាងនោះក៏បឹងដែរបាទនោះគេហៅបឹងបនីអញ្ចឹងហីបឹងបនីនោះខាងមុខនោះគឺបឹងបនីអញ្ចឹងផ្លូវហ្នឹងទៅដល់បឹងសារាយនៅនេះដល់ហើយខាងនោះបឹងបនីដល់ពេលបងប្អូនមើលទៅឃើញផ្ទះសហ្នឹងគឺមកជួរមាត់ទន្លេឯងបងប្អូនគេហៅមាត់ទន្លេសាបជួរមាត់ទន្លេសាបប៉ុន្តែនៅកន្លែងនោះនៅក្នុងទឹកដីខេត្តកំពង់ចាមឯងបើសិនជាយើងឆ្លងទន្លេទៅគឺចូលទឹកដីខេត្តកំពង់ឆ្នាំងហើយបើយើងមើលទៅខាងនោះគឺទឹកដីខេត្តកដាលហ្នឹងឯងស្រុកពញាលឺខេត្តកដាលអញ្ចឹងកន្លែងហ្នឹងគេហៅមុំត្រីកោណណារវាង3ខេត្តកដាលស្ថិតនៅស្រុកពញាលឺខេត្តកំពង់ចាមស្ថិតនៅស្រុកពធាយជាកន្លែងដែលខ្ញុំកំពុងឈរហ្នឹងហើយខាងនោះគឺទឹកដីស្រុកកំពង់តឡាយខេត្តកំពង់ឆ្នាំងនេះបងប្អូនសុទ្ធតែប្រាំងបងប្អូនវិជាពលរដ្ឋដែលនៅភូមិខ្ញុំមានអ្នកខ្លះកំពុងតែព្យួរហើយអ្នកខ្លះក៏កំពុងតែគេហៅថាព្រោះអីផ្សេងទៅអ្នកខ្លះហ្នឹងក៏កំពុងតែគេហៅធ្វើប្រអល់ទឹកហ្នឹងហើយធ្វើប្រអល់ទឹកនេះបងប្អូនហើយយើងមកហ្នឹងគឺនេះមិញហ្នឹងគឺហត់មែនតែនហ្នឹងហើយមកស្រង់ស្រូវពូជទាំងអស់នេះគឺសម្រាប់យកទៅព្រោះនៅលើប្រាំងរបស់យើងនឹងឯង